បាទសួស្តីបងប្អូនអរគ្នាពេលនេះខ្ញុំសូមលើកយកកម្មវិធី2ដើម្បីមកប្រៀបធៀបឲ្យបងប្អូនសិក្សាបន្ថែមដោយសារតែកម្មវិធីទាំងពីរហ្នឹងគឺបច្ចុប្បន្នមានប្រជាប្រិយភាពមែនទែនហើយក៏មានអ្នកចាប់អារម្មណ៍ច្រើនគឺកម្មវិធីទៅរកការងារធ្វើនៅអាល្លឺម៉ង់ហៅថា German Opportunity Card ហើយនិងមួយទៀតកម្មវិធី EB3 ដោយសារមានបងប្អូនគាត់ឆ្ងល់ច្រើនហើយពីច្រើនយល់ច្រឡំកម្មវិធីទាំងពីរហ្នឹងវាមានចំណុចល្អនិងចំណុចមិនសូវល្អរៀងខ្លួនទី1តកតងជាមួយនឹងរយៈពេលបើសិនជាបងប្អូនដាក់ទៅខាង EB3 បងប្អូនប្រើពេលជុំវិញ4ឆ្នាំបាទអាចតិចឬក៏លើស4ឆ្នាំបាទប្រើពេលយូរប៉ុន្តែបើបងប្អូនដាក់ទៅខាង German Opportunity Card ខាងអាល្លឺម៉ង់វិញបើបងប្អូនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប្រើពេលតែ1ខែទៅ2ខែបានទៅបាទហ្នឹងជួយខុសនេះទី1គឺរយៈពេលចំណុចទី2គឺការងារបើសិនជាបងប្អូនដាក់ EB3 បងប្អូនមានការងារស្រាប់ពេលទៅដល់ហើយបងប្អូនអាចជ្រើសរើសការងារពីនឹងទៅតែម្ដងហើយលក្ខខណ្ឌវាទាបបងប្អូនមានតែសញ្ញាបត្របាក់ឌុបឡើងដាក់បានហើយអត់គិតភាសាអត់គិតអីទេចំណែកទៅខាងអាល្លឺម៉ង់វិញGerman Opportunity Card វិញបងប្អូនត្រូវមានយ៉ាងទាបក៏សញ្ញាបត្របញ្ញាបត្រដែរបាទហើយបញ្ញាបត្រគឺត្រូវស្តង់ដាររបស់ខាងប្រទេសអាល្លឺម៉ង់នឹងទៀតហើយពេលទៅដល់គឺបងប្អូនដើររកការងារធ្វើខ្លួនឯងបាទស្វែងរកការងារធ្វើខ្លួនឯងបាទហ្នឹងគឺចំណុចទី2ចំណុចទី3តកតងជាមួយនឹងសិទ្ធិរស់នៅបងប្អូនទៅ EB3 ត្បិតតែរងចាំយូរមែនប៉ុន្តែបងប្អូនទៅដល់គឺមាន green card តែម្ដងមានន័យថាបងប្អូនមានសិទ្ធិរស់នៅអចិន្ត្រៃយ៍តែម្ដងចំណែកខាងអាល្លឺម៉ង់គឺបងប្អូនទៅបានវីសាតែ1ឆ្នាំទេបាទឬក៏អាចបញ្ជាបាន1ឆ្នាំឬ2ឆ្នាំទៀតរហូតដល់បងប្អូនរកការងារបានធ្វើគឺការងារប្រភេទ skill worker បាទដល់ពេលបងប្អូនទទួលបានការងារហើយបងប្អូន apply your work permit បានបាទបងប្អូនធ្វើការបាន2ឆ្នាំ3ឆ្នាំហើយចេះភាសាគេខ្លះទៀតទៅបងប្អូនស្នើសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍បានអញ្ចឹងបើយើងគិតរយៈពេលទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ក៏ប្រហែលនឹង3 4ឆ្នាំដូចគ្នាអញ្ចឹងបើយើងគាត់ថាមួយបងប្អូនរងចាំនៅអាល្លឺម៉ង់បាទនៅប្រទេសគេគឺចេញបានលឿនហើយរងចាំនៅគេមួយទៀតគឺរងចាំនៅប្រទេសយើងប៉ុន្តែរយៈពេលនៃបានសិទ្ធិរស់នៅអចិន្ត្រៃយ៍គឺប្រហែលគ្នាចំណុចទី4បាទចំណុចទី4គឺតាក់ទងជាមួយនឹងការនាំសមាជិកគ្រួសារទៅបាទនៅ EB3 គឺបងប្អូនទៅគឺទៅជាមួយគ្នាតែម្ដងបាទប្តីប្រពន្ធហើយនិងកូនក្នុងបន្ទុកគឺយើងទៅជាមួយគ្នាបានវីសាជាមួយគ្នាចំណែកទៅខាងអាល្លឺម៉ង់ពេលបងប្អូនទំបានតែ Opportunity Card Visa ហ្នឹងគឺបងប្អូនទៅបានតែខ្លួនឯងទេរហូតដល់បងប្អូនមានការងារ Skill Work ធ្វើបងប្អូនបដូរទៅជា Head Work Visa ទើបអាចមកធានាប្តីឬក៏ប្រពន្ធនិងកូនក្នុងបន្ទុកទៅរស់នៅជាមួយបានបាទហើយមួយទៀតគឺតាក់ទងជាមួយនឹងប្រភេទការងារ EB3 គឺយើងទៅធ្វើការងារ Unskilled Worker បាទប្រាក់ម៉ោងប្រាក់អីគឺយើងដឹងពីហ្នឹងទៅចំណែកទៅអាល្លឺម៉ង់ហ្នឹងគឺយើងលក្ខខណ្ឌនេះគឺធ្វើការងារ skill គឺជា skill worker ហើយប្រាក់ខែប្រាក់អីវាអាចខ្ពស់ជាងវាទៅអាស្រ័យទៅតាមសមត្ថភាពរបស់បងប្អូនម្នាក់បាទអញ្ចឹងទៅពីកម្មវិធីហ្នឹងគឺវាផ្សេងគ្នាសម្រាប់បងប្អូនដែលមានចំណេះដឹងខ្ពស់ឬក៏ជឿជាក់ខ្លួនឯងថាទៅរកការងារល្អសម្រាប់ខ្លួនឯងធ្វើបានខ្ញុំលើកចិត្តឲ្យបងប្អូនដាក់កម្មវិធីទៅអាល្លឺម៉ង់ចំណែកបងប្អូនដែលមិនសូវមានទំនុកចិត្តក្នុងការរកការងារធ្វើឬក៏កម្រិតវប្បធម៌បានខ្ពស់សញ្ញាបត្រយើងមិនត្រូវលក្ខខណ្ឌបងប្អូនដាក់ EB3 វិញបាទអញ្ចឹងមានពីរកម្មវិធីហ្នឹងបើសិនជាបងប្អូនចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមបងប្អូនអាចភ្ជាប់ Telegram មកដើម្បីប្រឹក្សាយោបល់ជាមួយគ្នាបាទសូមអរគុណ